ចូលវីដេអូនេះខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបដែលយើងមើល confirmation ដែលបងប្អូនតែងតែសួរខ្ញុំថាមើល confirmation បែបណាអញ្ចឹងខ្ញុំឧទាហរណ៍នៅមាសនេះគឺខ្ញុំអត់បែបតេស្តខ្ញុំមើលឃើញវាជាក់ស្ដែងអញ្ចឹងខ្ញុំក៏ជិះថតប្រាប់បងប្អូនអញ្ចឹងយើងមិនថាយើងប្រើជាមួយនឹងចំណេះដឹងអីទេប៉ុន្តែយើងគួរតែចាំ confirmation មុននឹងយើងចូលទីផ្សារគឺវាការពារហានិភ័យយើងបានច្រើនទីមួយឧទាហរណ៍ថាយើងឃើញទីផ្សារបែបនេះឧទាហរណ៍ថាទៅតាមចំណេះដឹងបងប្អូនដែលរៀនមួយប៉ុន្តែយើងអាចយកអានេះទៅបូកផ្សំជាមួយនឹងការ confirmation សម្រាប់យើងចូលទីផ្សារពេលខ្លះគឺយើងមើលពី time frame ធំមកយើងមើល key level order block ឬក៏ supply domain ឬក៏ SVG នៅក្នុង time frame ធំ4ម៉ោងឬក៏1ម៉ោងអីចឹងទៅឧទាហរណ៍កន្លែងនេះខ្ញុំមកមើលជាមួយនឹង1ម៉ោងនេះជាមួយនឹង1ម៉ោងយើងឃើញថាកន្លែងនេះគឺវាមានជាមួយនឹង order block តូចមួយនៅខាងលើនេះបើសិនជាយើងមើល1ម៉ោងវាមាន order block នៅកន្លែងនេះមួយដែល0នេះដែលយើងអាចរកវាជា order block អញ្ចឹងនៅពេលដែលយើងមើលយើងចាំមកដល់ហ្នឹងយើងអត់អាចឧទាហរណ៍ថាយើងលេងខ្លីៗអានេះសម្រាប់បងប្អូនចង់ scalping ឬក៏អីយើងអត់អាចដាក់ limit ចាំនៅនឹងហ្មងហើយយកបងប្អូនខ្លះយកតាមនេះតែយើងអាចយក1លើ2ក៏បានដែរ1លើ2អីវាខ្លីអញ្ចឹងយើងចូលមកក្នុង time frame 5នាទីឬក៏5 10នាទីឬក៏3នាទីតាមបងប្អូនលេងទៅអញ្ចឹងយើងអត់អាចដាក់អញ្ចឹងហ្មងបានទេយើងដាក់អញ្ចឹងវាមានបានន័យថា win rate របស់យើងគឺទាប win rate របស់យើងទាបហើយឱកាសដែលយើង SL ហើយបានវាឡើងអីហ្នឹងគឺវាមានច្រើនដោយសារតែកន្លែងនេះយើងឃើញថាវាមិនមែនជា support រឹងមាំរបស់វាទេ support រឹងមាំរបស់វានៅខាងក្រោមនេះអញ្ចឹងកន្លែងនេះគឺបើសិនជាយើងចង់លេង follow trend គឺយើងអាចមើលបែបហ្នឹងហើយពេលដែលវាឃើញវា confirmation បានន័យថាទី1ដែលយើងអាចមើលទី1យើងឃើញថាវាចុះមកវាមាន high low របស់វានេះអញ្ចឹងយើងចាប់ឲ្យវា break trend line របស់វាសិនមកអញ្ចឹងទី1គឺវា break trend line ហើយប៉ុន្តែពេលដែល break trend line យើងមើលកន្លែងនេះមួយទៀតគឺវាអត់បានវាអត់បានបង្កើតchain of creator កន្លែងនេះឬក៏បងប្អូនហៅទៅតាមចំណេះដឹងរបស់បងប្អូនទៅវាអត់បានកន្លែងនេះអញ្ចឹងទោះជាវា sweep កន្លែងនេះយើងអាចថា sweep liquidity កន្លែងនេះហើយប៉ុន្តែវាឡើងទៅអត់បានផ្លាស់ប្ដូរ trend ទេបានន័យថាtrend នេះគឺនៅតែ down trend យើងអាចហៅកន្លែងនេះ resistance ក៏បានដែរអញ្ចឹងយើងអាចមើលចុះមកទៀតយើងរងចាំទៀតគាត់តអាចចូលរងចាំមកដល់កន្លែងនេះយើងឃើញថាវាមាន sweep liquidity កន្លែងនេះ liquidity កន្លែងនេះវា sweep យកបាត់ទៅហើយអញ្ចឹងយើងឃើញថាវាឡើងមកវិញយើងឃើញនេះកន្លែងនេះវាមាន high វាមួយទៀតនេះ high ទូនេះបើសិនជាយើងលេងកាន់តែទូចគឺយើងយកនៅម្ដុំនេះក៏បានតែបើកន្លែងនេះគឺយើងអាចសុវត្ថិភាពជាងអញ្ចឹងដល់ពេលដែលយើងឃើញថាវា sweep ប៉ុណ្ណេះហើយទីបើសម្រាប់បងប្អូនខ្លះគឺអាចរងចាំអាហ្នឹងស៊ីសងទៅលើការសង្កេតរបស់បងប្អូនផ្ទាល់នៅកន្លែងនេះវាមាន SVG វាមួយទៀតនេះអញ្ចឹងយើងអាចដាក់ SVG នេះ SL របស់យើងបោះ low នេះមកហើយយើងយក1លើ2ឲ្យត្រឹមហ្នឹងមកឬក៏ខ្លះគាត់ចូលភ្លាមហ្មងគាត់ឃើញ sweep ហ្នឹងគាត់ចូលភ្លាមគាត់ថានេះ SL យើងរីឆ្ងាយអញ្ចឹង RR របស់យើងបានទៀតបើសិនជាយើងរងចាំវា retest មកសិនល្អបើសិនជាវាអត់មកទេវាឡើងទៅហ្មងអាហ្នឹងគឺយើង miss entry អញ្ចឹងទៅហើយមួយទៀតដែលខ្ញុំចង់បង្ហាញបងប្អូនកន្លែងហ្នឹងគឺយើងមកមើលជាមួយនឹង RSI ជាមួយនឹង MACD នេះអញ្ចឹង RSI យើងឃើញថាកន្លែងនេះវាបង្កើត divergence អញ្ចឹងនៅក្នុង time frame ទូយើងឃើញថា RSI កន្លែងនេះគឺវា lower high នេះអត់មានបង្កើត low ថ្មីទេប៉ុន្តែនៅក្នុងក្រាបតម្លៃរបស់យើងជាក់ស្ដែងនេះគឺវាមាន low ថ្មីបានន័យថា divergence ហើយជាមួយនឹង MACD នេះក៏ដូចគ្នាយើងឃើញថាអានេះវា low ហើយវាចុះមកបានន័យថាយ៉ាងម៉េចអានេះគឺការចុះមកនេះគឺចុះយក liquidity បានន័យថាវាមាន low ហើយMACD នេះកម្លាំង sell របស់វាគឺអត់ខ្លាំងទេអត់មានមកទេ RSI ក៏ដូចគ្នាកម្លាំង sell របស់វាគឺអត់បានខ្លាំងជាង low ពីមុនទេអញ្ចឹងអានេះគឺយើង confirm បាន3ចំណុចហ្នឹងហើយយើងរងចាំមកកន្លែងផ្សារនេះក៏ដោយគឺយើងអាចនៅ set កន្លែងនេះគឺយើងអាចset limit ចាំបានហ្មងហើយអត់ចាំបាច់នេះទៀតទេហ្នឹងសម្រាប់យើងលេងខ្លីៗតែបើសិនជាសម្រាប់ខ្ញុំគឺខ្ញុំប្រើជាមួយនឹង Elite Whale ដែលគ្រូរដ្ឋីគាត់បរៀនហ្នឹង
គឺខ្ញុំមើលនេះខ្ញុំមើលសម្រាប់ time frame ធំមកហ្មងហើយខ្ញុំមើលទិសដៅទីផ្សាររួមអត់មើលខ្លីៗអញ្ចឹងទេខ្ញុំមើលទិសដៅផ្សាររួមដែលខ្ញុំបានផុសនៅក្នុង page របស់ខ្ញុំចំពោះ plan របស់ខ្ញុំហើយអានេះខ្ញុំមក update សម្រាប់បងប្អូនសួរថា confirm នៅដល់ពេលខ្ញុំបានផុសរូបភាពដោយសាររូបភាពយើងអត់អាចបញ្យល់បានច្បាស់អានេះក៏ខ្ញុំខ្លីៗនៅក្នុងវីដេអូមេរៀននេះប្រាប់ឲ្យបងប្អូនមើលបើសម្រាប់ខ្ញុំចាំមើលអញ្ចឹងអានេះវាឡើងទៅខ្ញុំរាប់ថាវាជា C ដោយសារថា C នេះបើសិនជាចប់ C នៅត្រឹមហ្នឹងគឺចប់ wave នេះនៅត្រឹមហ្នឹងវា break trend line គឺវានឹងឱកាសចុះមកខាងក្រោមនេះមកតង់ទៀតអញ្ចឹងខ្ញុំរកកន្លែង sell តែបើសិនជាវាបន្តឡើងនៅក្នុង cycle មួយហ្នឹងវាអត់ចប់ទេវាបន្តឡើងរហូតមកដល់នេះ wave 3 level put 161ហ្នឹងនេះ level វាទៅដល់200នេះ level វាដល់លើស161ទៅដល់200អីហ្នឹងគឺជា level របស់ wave 3 impulse ថ្មីអញ្ចឹងបាទខ្ញុំថានេះ confirm មកដល់លើនេះបានវា confirm ហើយណាមួយវា break ជាមួយ trend line waistline របស់ correction ទាំងមូលនេះផងនេះយើងឃើញណាយើងមើលរូបភាពធំចេះបានច្បាស់ហើយសម្រាប់ខ្ញុំបើសិនជាខ្ញុំចាំ sell វិញគឺខ្ញុំមើលនេះខ្ញុំរាប់ subway របស់វាមាន1 2 3 4 5ចេះមកអញ្ចឹងវានៅមាន high ម្ដងទៀត5ហើយគឺខ្ញុំចាប់ផ្ដើមគូសជាមួយ trend line ដោយដែលខ្ញុំប្រាប់អញ្ចឹងទី1គឺឲ្យវា break ជាមួយនឹង trend line បើវាចុះមកដល់នេះវា break trend line ផ្ទាល់ខ្លួនរបស់វាគឺមកដល់នេះវា break trend line ផ្ទាល់ខ្លួនរបស់វាហើយគឺវាធ្វើឲ្យខូចជាមួយនឹង support មួយដែលខ្ញុំចាំ confirm មិញប្រាប់បងប្អូនហ្នឹងហើយវា retest នេះចាំមើលវា retest មកវា confirm មកតង់ដូចដែលខ្ញុំប្រាប់មិញម្ដងទៀតក៏បានដែរឧទាហរណ៍វាឡើងមកអញ្ចឹងហើយវាចាប់ផ្ដើមនេះ kill នេះមួយយើងចូលនេះគឺ SL យើងតូចហ្មងទោះជាវាចាញ់ប៉ុន្តែ OR យើងបានច្រើនកន្លែងនេះបើសិនជាយើងផ្លាត់កន្លែងហ្នឹង OR យើងក៏នៅតែបានច្រើននេះឃើញទេ OR យើងរហូតដល់7 8 9 10អីចឹងទៅបើសិនជាយើង hold យូរហើយបើសិនឧទាហរណ៍ថាមកដល់នេះហើយវាឡើងទៅ new high ចេះទៀតអាហ្នឹងយើងចាំមកតង់ទៀតមកយើងចាំចេះយើងចាំឲ្យវាដាច់អញ្ចឹងមកតង់ទៀតមកចាំវា retest ឬក៏ចូលហ្មងក៏បានហើយមិនបាច់ចាំទៀត retest មកដោយសារតែកន្លែងនេះ SL របស់យើងគឺនៅតែទូចចឹងឃើញទេនេះអញ្ចឹងបើយើងចូលនៅនេះហ្មងបើចាំ retest មកដល់នេះក៏ របស់យើងបាន13 14អីដែរអញ្ចឹងឧទាហរណ៍យើងមើលទៅខុសវា SL របស់យើងម្ដងពីរដងក៏អត់បញ្ហាដែរនៅពេលដែលយើងចូលត្រូវវិញតែម្ដងគឺយើងអាច cover ជាមួយ របស់យើង revert របស់យើងបានមកវិញអញ្ចឹងការ confirmation ដែលខ្ញុំតែងតែប្រាប់បងប្អូននៅក្នុង Telegram គ្រប់អីហ្នឹងគឺបែបហ្នឹងហើយបងប្អូនចង់ចូលរួម Telegram របស់ខ្ញុំអីគឺ link នៅក្នុង bio page ផ្ទាល់ខ្លួនរបស់ខ្ញុំតែម្ដង TCH Crypto Analyze